វីដេអូនេះត្រឹមតែមួយនាទីធ្វើ iPhone នៅនេះដែលលឿនហ៊ុននិស័យអញ្ចឹងវិធីធ្វើ iPhone យើងឈប់ស្ទួងគ្រាន់តែចូល setting general ប៉ះលើសាច់ដុំហ្នឹងអ្នកនេះចុចលេខ easy touch អីមែនទេហើយចុច hold view you long press ចេញមកចេញលេខកូដហើយយើងចុចទៅអញ្ចឹងវិធីបែបហ្នឹងគឺធ្វើទៅមិនធម្មតាទេកុំតែ view ជា style សេរីចាស់អញ្ចឹងឥឡូវនេះខ្ញុំប្រាប់ក្នុងវីដេអូនេះឲ្យអ្នកនេះវិធីលឿនតែម្ដងគ្រាន់តែអ្នកនេះប៉ះទៅលើតែ2 3ប៉ក់លើ iPhone ទេអូខេអញ្ចឹងវិធីធ្វើវាព្រឹកនេះស្រួលមែនតើគាត់ចូលក្នុង iPhone យើងមកអ្នកនេះប៉ះលើផ្ទាំងវិចិត្រមួយណាលើ iPhone យើងក៏បានអ្នកនេះគ្រាន់តែ scroll ចុះក្រោមឡើងលើឬជ្រុងឡើងណាដែលយើងចង់ដាក់មកអ្នកនេះចុចលើចំណុច Page Indicator នៅលើអេក្រង់ iPhone យើងនេះគ្រាន់តែអ្នកប៉ះលើនឹងប៉ក់តែម្ដង boom អេក្រង់ iPhone យើងនឹងលុតភ្លាមក៏ប៉ុន្តែកុំភ័យវានឹងភ្លឺមកវិញប្រហែលវិនាទីតែប៉ុណ្ណោះអញ្ចឹងវិធីនេះគឺពិតជាងាយស្រួលលឿនបំផុតដែលអ្នកនេះមិនបាច់ចំចូល setting ដូចមុនឡើយអញ្ចឹងជាចុងក្រោយកុំភ្លេចចែករំលែកវីដេអូនេះទៅឲ្យមិត្តភ័ក្តិអ្នកគ្នាដែលប្រើ Android ឲ្យគាត់បានដឹងពីវិធី restart ដ៏លឿនបំផុតលើទូរស័ព្ទ iPhone របស់អ្នកគ្នាហើយជាចុងក្រោយ vlog ខ្ញុំបន្ថែមទៀតដើម្បីទូបានកលឹះនៃល្បិចនៃការប្រើទូរស័ព្ទ iPhone ដែលបើសិនជាអ្នកគ្នាប្រើទូរស័ព្ទ iPhone មែននោះចង់ដឹងពីវិធីប្រើវាឲ្យច្បាស់ professional តែម្ដងគឺ vlog ខ្ញុំនៅ account មួយនេះអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត